It's a harsh world. You're a virgin who can't drive. Oh, that was way harsh, Ty. បញ្យលអត្ថន័យពីអង់គ្លេស harsh ជាភាសាខ្មែរនេះគឺជាគុណនាមអង់គ្លេសមួយដែលយើងអាចប្រើដើម្បីមានន័យច្រើនដោយប្រែប្រួលទៅតាមបរិបទប្រតិទងទៅនឹងចរិតអាកប្បកិរិយាពាក្យសម្ដីឬបទពិសោធន៍យើងអាចប្រើពាក្យមួយនេះដើម្បីមានន័យថាដែលខុសខើខ្លាំងដែលគំរោះកំព្រៃខ្លាំងដែលធ្ងន់ធ្ងរខ្លាំងដែលប៉ះពាល់ចិត្តខ្លាំងដែលឈឺចាប់ខ្លាំងដែលពិបាកដោះស្រាយឬទ្រាំខ្លាំងឬដែលអាក្រក់ខ្លាំងឧទាហរណ៍ The teacher's harsh criticism discouraged the students មានន័យថាការទីទានដែលខុសខើគំរោះកំរើយឬដែលប៉ះពាល់ចិត្តខ្លាំងរបស់គ្រូបានបំបាក់ទឹកចិត្តឬជំនឿចិត្តរបស់សិស្សបើទាក់ទងទៅនឹងស្ថានភាពអាកាសធាតុឬធម្មជាតិយើងអាចប្រើវាដើម្បីមានន័យថាដែលមិនគួរជាទីពេញចិត្តដែលធ្ងន់ធ្ងរដែលមិនសំណុកស្រួលឬដែលពិបាកនឹងទ្រាំឧទាហរណ៍The harsh winter made survival difficult មានន័យថារដូវរងាដែលធ្ងន់ធ្ងរមិនគួរជាទីពេញចិត្តឬពិបាកទ្រាំខ្លាំងបានធ្វើឲ្យការរស់នៅមានជីវិតមានភាពពិបាកបើទាក់ទងទៅនឹងវត្ថុសារធាតុឬផ្ទៃនៃអ្វីមួយយើងអាចប្រើវាដើម្បីមានន័យថាដែលខ្លាំងឬដែលមិនរាបស្មើល្អឬមានភាពកក្រឹមឧទាហរណ៍ The harsh noise from the factory was unbearable មានន័យថាសំឡេងរំខានខ្លាំងពីរោងចក្រគឺគួរឲ្យទ្រាំមិនបាន